ឥឡូវនិយាយពីតួនាទីវិញម្ដងយើងជាកូនចៅបានបំពេញសេចក្តីល្អហើយស្ដាប់ញោមញាតិជាម្ចាស់បុណ្យគាត់រៀបរាប់ក្នុងមួយជីវិតដែលគាត់ខិតខំថែរក្សាចិញ្ចឹមបីបាច់លោកឪពុកប្រកបដោយកលងធម៌រហូតដល់តែពេលនេះគាត់អនិច្ចធម្មទៅក៏នាំគ្នាធ្វើបុណ្យជូនទៅទៀតនេះតួនាទីជាកូនល្អហើយយើងមិនបាច់សម្លឹងគិតឃើញថាការធ្វើបុណ្យនេះបានដល់គាត់ឬក៏មិនបានអីគឺមិនដឹងទេគឺសំខាន់បានក៏ដោយមិនបានក៏ដោយឃើញដោយភ្នែកក៏ដោយមិនឃើញក៏ដោយត្រូវតែធ្វើពីព្រោះវាជាតួនាទីរបស់កូនព្រះពុទ្ធលោកសម្ដែងតួនាទីរបស់កូននឹងឯងមាន5យ៉ាងព្រះអង្គប្រពនឹងបរោះម្នាក់នោះនៅក្នុងសកិលេកៈសូត្រអត់ដឹងទេញោមឲ្យឪពុកផ្ដាំកូនអើយអត់ពីពុកទៅកូនឯងថ្វាយអង្គមទិសទាំង6ណាកូនបាទពុកស្រាប់តែឪពុកស្លាប់ទៅមែនអត់ធ្វើបន់ឲ្យទៅថ្វាយអង្គមទិសមែនព្រលឹមឡើងចេញទៅក្រៅភូមិថ្វាយអង្គមពីលិចពីកើតពីជើងពីត្បូងរាល់ថ្ងៃបានព្រះអង្គយាងមកបំភ្លឺព្រះអង្គយាងមកសួរថាមាននប់ណែឯងធ្វើអីមានសក់មានមុខទៅទឹកជោគឯនោះថាខ្ញុំរាប់អានពីឪពុកកាលនៅរស់ផ្ដាំឲ្យខ្ញុំថ្វាយអង្គមទិសឥឡូវគាត់ស្លាប់ហើយខ្ញុំថ្វាយអង្គមទិសតាមបានព្រះអង្គប្រាប់មនាលមាននប់មិនមែនអញ្ចឹងទេមានន័យថាឪពុកស្លាប់ទៅមែនបើកូនកាន់ធម៌ទាំង6បានកូននឹងឯងដូចឪពុកអត់ស្លាប់ទេដូចឪពុកនៅតែជាមួយកូនរហូតប៉ុន្តែបើកូនកាន់ធម៌ទាំង6នឹងមិនបានទេគឺបាត់បង់ហិនហោចអស់ទ្រព្យសម្បត្តិដូចឆ្ងាយពីឪពុកអញ្ចឹងគឺកុំឲ្យកូនប្រព្រឹត្តអាប់នេះដើរលេងហួសពេលវេលាសែបគប់បាបប្រមិតព្រះអង្គក៏សម្ដែងទោសឲ្យស្ដាប់ចប់សពគ្រប់ទៅព្រះអង្គថាបើកូនណាប្រព្រឹត្តធម៌ទាំង6យ៉ាងនេះហើយទ្រព្យសម្បត្តិវិនិច្ឆ័យហិនហោចឆ្លោះទាស់បងប្អូនកើតជំងឺជន់ដានជើងចោលឬក៏ទៅជាបាត់បង់ទ្រព្យសម្បត្តិវិនិច្ឆ័យផ្សេងហើយបើកូនណាថែរក្សាធម៌6នេះដោយមិនប្រព្រឹត្តខុសទាំង6យ៉ាងនេះឪពុកម្ដាយស្លាប់ទៅមែនដូចអត់ស្លាប់ទេដូចឪពុកនៅតែជួយថែកូននឹងគ្រួសារនឹងរីកចម្រុងចម្រើនអញ្ចឹងបានព្រះអង្គថាមនាលមាននប់គេរាប់អញ្ចេះទិសទាំង6ទិសខាងកើតគឺទិសមេត្តាបិតាទិសខាងត្បូងទិសគ្រូអាចារ្យទិសខាងលិចទិសបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ទិសខាងលើសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសកម្មករថ្វាយអង្គមទិសទាំង6គឺអនុគ្រោះដល់មនុស្ស6ក្រុមថ្វាយអង្គមទិសខាងកើតទិសម៉ែទិសឪមានន័យថាបើម៉ែឪនៅរស់ចិញ្ចឹមគាត់ហើយបើគាត់ស្លាប់ទៅគេឲ្យធ្វើបន់ឲ្យគាត់តាមិនមែនមកថ្វាយអង្គមមែនតែនអញ្ចឹងឯណាថាតោនេសង្ឃបរិសាមិម៉ែឪពីតូចយើងនៅពីតូចគាត់ចិញ្ចឹមយើងអ្វីដែលយើងមានបានថ្ងៃនេះគឺគាត់អ្នកឲ្យមកទាំងអស់ដោយសារគាត់ឲ្យមកមានគាត់បានមានយើងនឹងអញ្ចឹងដល់គាត់ចាស់យើងចិញ្ចឹមគាត់វិញនេះមួយកិច្ចចាំងនេសង្ឃបរិសាមិគាត់ចាស់ហើយយើងនាំគ្នាមកជួយបំពេញកិច្ចការងារផ្សេងជំនួសគាត់នេះពីរទី3កលវង្សង្ឃតបេសាមិថែរក្សាពូជពងវងតកូលគាត់កុំឲ្យធ្លាក់ចុះគាត់ធ្លាប់គោរពកម្មជឿអាម៉េចធ្វើតាមទៅទី4គេហៅថាទាយាជាងបដិបជាមិប្រតិបត្តិជាអ្នកទទួលយកមរតកពីគាត់ញោមហើយកុំឲ្យបំផ្លិចបំផ្លាញអនុស្សាវរីយ៍គាត់ឯទី5នេះទី4មិញនេះបើមេត្តាបិតានៅរស់ហើយចុះបើគាត់ស្លាប់ហើយតេខេណាំងអនុបតិសតិតេខេណាំងអនុបតិសាមិឲ្យកូនធ្វើបន់តេខេណាអនុបតិនៅទៅឲ្យអញ្ចឹងមានន័យថាបើម៉ែឪនៅរស់ជូនបាយទឹកនំចំណីចិញ្ចឹមគាត់ហើយបើគាត់ស្លាប់ទៅគេឲ្យធ្វើបន់ទៅឲ្យឯងអត់ដឹងក៏មិនទៅថ្វាយអង្គមមែនតែននេះអញ្ចឹងបានចាស់កូនចៅណាមិនដឹងគុណម៉ែមិនដឹងគុណអីគេជេរមិនដឹងទិសមិនដឹងតំបន់ហ្នឹងមិនដឹងទិសគឺមិនដឹងទិសអញ្ចឹងទិសខាងកើតនេះថ្វាយអង្គមទិសខាងកើតគឺទិសម៉ែឪគឺធ្វើអញ្ចឹងបានបរោះនោះភ្ញាក់ខ្លួនព្រឹត្តអញឪពុកស្លាប់ទៅអត់បានធ្វើបន់ឲ្យគាត់បន្តិចសោះគិតតែពីថ្វាយអង្គមមែនតែនបានព្រះអង្គបំភ្លឺប្រាប់នឹងបានគេនាំគ្នាចេះធ្វើបន់ទិសខាងត្បូងគ្រូអាចារ្យក៏ដូចគ្នារៀនមានចំណេះពីគ្រូណាមកនឹកដល់គ្រូនោះបើគាត់ស្លាប់ទៅធ្វើបន់ជូនគាត់ទិសខាងលិចក៏អញ្ចឹងបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ធ្លាប់ជាមិត្តបើនៅរស់ជួយតាមរស់បើស្លាប់ហើយអនុគ្រោះតាមបែបស្លាប់ទិសខាងលើជាសាមណៈព្រាហ្មណ៍គោរពដូចចឹងដែរទិសខាងក្រោមទិសកម្មករក៏ដូចគ្នាចឹងដែរអនុគ្រោះតាមរស់តាមស្លាប់ដោយសារព្រះអង្គបំភ្លឺនេះតួនាទីកូនញោមណាកូនណាកាន់បានតួនាទីប៉ុណ្ណេះជាកូនល្អអញ្ចឹងយើងសពថ្ងៃកំពុងតែដើរត្រូវហើយកាលពីម៉ែឪនៅរស់យើងចិញ្ចឹមទំនុកបំរុងគាត់ប៉ុន្តែឥឡូវអត់ពីគាត់ទៅយើងក៏ធ្វើបន់ជូនគាត់ឲ្យទិសទៅនឹងជាកូនល្អហើយសូមបញ្ជាក់ប្រាប់ថាកូនមិនចយត់កូនល្អកូនកតញ្ញូកូនដែលប្រកបដោយកលងធម៌គឺកូនអាយុថ្លៃបុរាណហៅកូនមិនចយត់កូននេះមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរដោយសារអីដោយសារកូននឹងមានធម៌កតញ្ញូកូនមិនចយត់គឺកូនអាយុវែងមិនងាយស្លាប់តៃហោងសំដៅទៅលើកូនណាមានធម៌6យ៉ាងណាញោមទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺពេលគាត់ឈឺទី4កូនណាធ្វើបន់ជូនគាត់ពេលគាត់ស្លាប់ធ្វើបន់សពជូនគាត់ទី5កូនណារៀបចំទីកន្លែងតម្កល់អធិធិអធិគុណរបស់គាត់ឲ្យសមគួរដូចជាដាក់កោតដាក់ចេតិយដាក់កន្លែងណាទី6កូនណានៅតែនឹកឃើញគុណឪពុកម្ដាយចេះតែធ្វើបន់ឲ្យរឿយទៅប៉ុណ្ណេះគេហៅកូនមានធម៌កតញ្ញូហើយកូនណាមានធម៌ប៉ុណ្ណេះគឺកូននឹងទេវតាតាមថែអាសា
សូមបីប្រអិនលើកដៃសាពះរះពីលើចុះក្រោមរៀបចេញដំណើរទៅណាមកណានាតល័យទេវបុត្រឃើញសួរថាព្រះអង្គសាពះណាថ្វាយអង្គមណាប្រអិនថាអ្នកណាជាមនុស្សដឹងគុណឪពុកដឹងគុណម្ដាយថ្វាយអង្គមនៅនោះហើយដូច្នេះប្រអិនជាស្ដេចទេវតាមកថ្វាយអង្គមយើងរឿងអីទេវតាតូចតាចកូនចៅប្រអិនថ្វាយអង្គមតាមលន់បានជាមនុស្សនឹងអាយុថ្លៃមកពីទេវតាគ្រប់កន្លែងតាមថៃអាសាពពុទ្ធត្រាស់ដឹងឡើងព្រះអង្គសម្ដែងថាយោមាតរੰពេតរੰវាមកចោតថាមេនបោសតិទេវាពេណੰតិកចន្តិមាតាបេតិបរੰនរੰកូនប្រុសស្រីណាដែលចាំមេត្តាបិតាប្រកបដោយធម៌កតញ្ញូប៉ុណ្ណេះទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងស័កជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះទេវតានៅគ្រប់តំបន់នោះថៃអាសាកូននឹងឲ្យបានអាយុថ្លៃដោយតួអង្គពពុទ្ធិសត្វកើតជាតិណាណាទៅរស់ស៊ីចាំមេត្តាបិតាទោះបីគេមានឧបសគ្គគ្រោះថ្នាក់លិចទុកលិចសពើគេស្លាប់ប្រងព្រាតព្រះអង្គមិនងាយស្លាប់ទេរស់មករហូតកើតជាមហាជំនួសគេលិចសពើស្លាប់ព្រះអង្គក៏ទេវតាជួយមករស់កើតជាសវណ្ណសាមគេបាញ់ត្រូវឲ្យទេវតាចេញមុខមកជួយឲ្យរស់កើតជារតនៈបញ្ជូតយៈប្រងចាប់ស៊ីឲ្យប្រអិនចេញមកជួយឲ្យរស់កើតជាតិណាក៏ដោះជាសត្វជាធាតុដឹងតែមានទេវតាជួយរហូតបានលោកដឹងថាអានឹងមកពីធម៌កតញ្ញូអ្នកណាទំនុកបំរុងព្រះលើផ្ទះនេះឲ្យសុខសบายគ្រួសារនឹងរស់ស៊ីមានបានសុខសាន្តសบายអ្នកណាធ្វើឲ្យព្រះនៅលើផ្ទះនេះក្តៅក្រហាយគ្រួសារនោះនឹងជួបរឿងក្តៅក្រហាយណាញោមអ្នកណាមិនដឹងគុណឪពុកមិនដឹងគុណម្ដាយចាំមើលដល់មានកូនកូននឹងធ្វើបាបយើងឲ្យទឹកភ្នែកវិញដែរកូននឹងធ្វើបាបចៅនឹងធ្វើបាបយើងដូចអាជាតិទៅសត្រូវសម្រាប់ប្របីដាឯងធ្វើបាបប្របីដាឯងឲ្យគេអាបាតជើងវះអង្គន់ឲ្យដាក់គុកងឹតឲ្យឆ្អើភ្លើងទៀតឲ្យលាបអំបិលលាបប្រេងល្ងឆ្អើភ្លើងឲ្យប្របីដានឹងស្លាប់យ៉ាងវេទនាក្នុងគុកងឹតដើម្បីយកទ្រព្យសម្បត្តិយករាជសម្បត្តិដល់ទីបំផុតខ្លួនមានកូនទៅដល់កូនធំឆ្អឹងទៅកូនមកសម្រាប់ឪពុកនឹងបន្តយកទ្រព្យសម្បត្តិទៀតញោមមើលអាកូននឹងទៀតមានកូនទៅកូនមកសម្រាប់បន្តទៀតបាននឹកថាអូអ្នកណាធ្វើឲ្យម្ដាយឪពុករងទុក្ខវេទនានេះកម្មពៀខ្លាំងណាស់អញ្ចឹងឲ្យបានព្រះមហាមោគលានលោកអាណិតណាស់ឃើញសេដ្ឋីមួយនោះឈឺចិត្តស្លាប់កូនសបាយឲ្យអញចិត្តស្លាប់ហើយដាក់ដុតគោមួយសិនជប់លៀងតិចតិចទៀតគាត់ស្លាប់ទៅអញបានទ្រព្យសម្បត្តិគាត់មោគលានថាអត់កើតទេកូនធ្វើអញ្ចឹងទីបំផុតកូននឹងទៅនរកប្រែតយ៉ាងវេទនាទ្រព្យសម្បត្តិអត់មានបានចាយប្រមាណនេះលោកទៅជួយសិនកុំឲ្យគេយកគំរូតាមហើយឯនោះមិនដែលដាក់ចង្ហាន់លោកមោគលានមកដល់មុខផ្ទះលោកឈរបិណ្ឌបាតគេទៅប្រាប់ថាលោកម្ចាស់លោកមួយអង្គនោះមកបិណ្ឌបាតហ៎លោកឃើញយើងមានដុតគោហ្នឹងកាប់សាច់ម្ដុំទៅឲ្យលោកដល់មោគលានអត់យកថាអត់ចង់បានសាច់គោចង់បានបាតសិទ្ធិគេមកប្រាប់ថានេះគេចង់បានដាតលោកម្ចាស់សិទ្ធិនឹងខឹងមកយីលោកនេះចង់បានដាតអញចេញទៅជួបមិនចង់បានដាតយើងតាមពិតចង់និយាយគ្នាតើបានមកនិយាយគ្នាថាយើងមិនត្រូវធ្វើបាបឪពុកទេណែឯងបានជាសេដ្ឋីណែឯងមិនសុខទេណែឯងនឹងរងទុក្ខវេទនាវិនិច្ឆ័យហិនហោចដូច្នេះបានយើងមកខាត់ណែឯងកុំឲ្យធ្វើអាក្រក់ឲ្យសោះហើយសំដែងធម៌ឲ្យស្ដាប់ទៅចូលមកប្រោសសេដ្ឋីនឹងសំដែងធម៌ឲ្យស្ដាប់សេដ្ឋីជាពីជំងឺវិញកូននឹងខឹងហ្មងខឹងមកពីលោកនឹងមកទេបានឪពុកអញជាឪពុកអញចិត្តស្លាប់ហើយហ្នឹងក៏មកលោកនឹងមកទេទៅអញមានកម្លាំងជាវិញខឹងទាំងមោគលានទៀតចងគំនុំជាមួយមោគលានមកដឹកនាំសេដ្ឋីនោះព្រោះមោគលានមានបទពិសោធន៍ខ្លួនឯងធ្លាប់ធ្លាក់នរករាប់រយសែនលានជាតិមកហើយដោយសារធ្វើបាបឪពុកម្ដាយជឿតាមពាក្យប្រពន្ធវិជាតិមុនបានមោគលានដឹងខ្លួនខាត់ឲ្យហើយប្រពុតណារកផ្លូវឃើញញោមព្រះអង្គថាសេចក្តីចម្រើនមហាមង្គលក្នុងក្រុមគ្រួសារទេវតារ12ឆ្នាំអត់ឃើញព្រះអង្គរកឃើញមង្គលមាន38ប្រការក្នុងនោះមង្គលទី11ព្រះអង្គថាគ្រួសារណាមានសុភមង្គលដោយសារមេត្តាបេតឧបដ្ឋានังអេតាមង្គលមុតតមੰគ្រួសារណាមានធម៌កតញ្ញូទំនុកបំរុងមេត្តាបិតាគ្រួសារនោះឲ្យមានសុភមង្គលព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យទៀតផ្លូវវិនិច្ឆ័យទាំងអស់មាន12ផ្លូវតែកូនណាឈានជើងដើរទៅវិនិច្ឆ័យហើយវិនិច្ឆ័យនោះមានផ្លូវមួយគាថាទី4លោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជារាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យនឹងយ៉ាងម៉េចអស់ទ្រព្យអស់លៀបអស់យសអស់ការងារឆ្លោះគ្នាទាស់ទែងខ្វែងកំណត់បែកបាក់គ្នាសពបែបយ៉ាងខ្មាស់គេក្នុងសង្គមនឹងឲ្យវិនិច្ឆ័យមកពីធ្វើឲ្យព្រះនៅលើផ្ទះនេះក្តៅក្រហាយដូច្នេះហើយបានជាបុរាណថាតពាំងស្នងអាស័យកូនប្រុសស្រីស្នងម្ដាយឪពុករូបម្ដាយបាត់ទៅរូបឪពុកបាត់ទៅប៉ុន្តែគេឈ្មោះឪពុកនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរាយនៅលោកទាំង3ប៉ុន្តែតពាំងស្នងអាស័យតឡាអាស័យនឹងជួយការពារតពាំងផងណាញោមបើមិនការពារទេគេកាច់តពាំងស្លោបាត់អត់បានស្នងអាស័យទេកូនចៅយើងនឹងអញ្ចឹងដែរតឡាជួយអប់រំគ្នាកុំប្រហែសឲ្យសោះកុំធ្វើបាបម៉ែឪឲ្យសោះអត់ប្រយោជន៍ទេដល់តែយើងធំទៅកូនយើងធ្វើបាបយើងវិញទេរងទុក្ខរងលំបាកច្រើនណាស់មកហើយដូច្នេះហើយដឹកនាំកូនចៅធ្វើល្អនេះអនាថបណ្ឌកសេដ្ឋីជួលកូនទៅស្ដាប់ធម៌ញោមកូនទៅស្ដាប់យកលុយរាល់ថ្ងៃដល់ពេលចឹងទៅខ្លាចកូនដើរអាក្រក់ថ្ងៃមួយសួរកូនឥឡូវកូនឯងស្ដាប់នឹងចាំដែរអត់ចាំផងគ្រាន់តែស្ដាប់យកលុយឥឡូវកូនឯងស្ដាប់ឲ្យចាំមកគេថាមកពុកថែមលុយបើថារាល់ថ្ងៃ100ឥឡូវឲ្យ1000មែនទេពុកមែនទេទៅស្ដាប់ទៀតលោកទេអញ្ចឹងចាំងាយហ្នឹងបាន1000មកដល់ឲ្យសូត្រមិនចាញ់លោកថាស្រួលអញថាមិនចាញ់សោះបើចឹងអត់បាននេះស្អែកទៅស្ដាប់ទៀតស្ដាប់យល់ទៅឲ្យចាំទៅស្រាប់ទៅយល់អញខ្វះអីរាល់ថ្ងៃអញខ្វះអីដីមានផ្ទះមានមាសមានពេជ្រមានទ្រព្យសម្បត្តិមានអត់ខ្វះអីទាំងអស់អញខ្វះគុណធម៌
ឪពុកឃើញអញខ្វះគុណធម៌តាបើអញអត់មានគុណធម៌នេះទេទ្រព្យសម្បត្តិឪពុកអញអត់ពីគាត់ទៅអញឡើងធ្វើសេដ្ឋីនឹងអាលាយអស់អញ្ចឹងឪពុកឲ្យអញមានគុណធម៌មួយទៀតអញជាមនុស្សល្អក្នុងសង្គមអូពុកឃើញអញខ្វះគុណធម៌ចង់ឲ្យអញមានគុណធម៌តាបើអញមានគុណធម៌មួយទៀតអញមានគ្រប់យ៉ាងទាំងអស់ស្អីក៏មានដែរព្រោះអត់ខ្វះអីទេឥឡូវនេះលុយកាក់មានហើយវាខ្វះតែគុណធម៌កុំឲ្យអញទៅសែបគប់បងតូចបងធំដើរជាមួយបាបប្រមិតអាក្រក់អង្គបានទាញអញមកស្ដាប់ធម៌អូពុកអញពិតជាល្អណាស់ត្រឡប់មកដល់ផ្ទះលែងទាលុយថ្វាយអង្គមឪហ្មងដឹងខ្លួនហើយឪអើយពុកក៏ខ្ញុំលែងទាលុយខ្ញុំដឹងខ្ញុំខ្វះគុណធម៌ខ្លាចខ្ញុំទៅដើរខលដើរខូចបង្ហាញបង្ហើយទ្រព្យសម្បត្តិអញ្ចឹងញោមមើលគេហេតុតែគេចង់អប់រំកូនឲ្យល្អសុខចិត្តជួលកូនឲ្យស្ដាប់ធម៌វិសាខាណាញោមទៅដឹកនាំទាំងឪពុកក្មេកទាំងខាងប្តីដែលមិនចេះធ្វើបន់ឲ្យចេះធ្វើបន់បានហើយដឹកនាំមិត្តភ័ក្តិដែលគេគិតតែដើរសប្បាយឲ្យមកធ្វើបន់ឲ្យពិចារណាឃើញថាយើងថ្ងៃហ្នឹងកើតមកមានទ្រព្យសម្បត្តិយុស័ក្តិស្ដុកស្ដំប៉ុន្តែកុំភ្លេចថាបន់ចាស់របស់យើងជួយទេតែអស់បន់នេះទៅយើងនឹងវិលទៅជាអ្នកក្រអ្នកតោយៈលំបាកវិញបើយើងមិនបានសាងបន់ថ្មីទេនោះម្ល៉េះហើយពួកមិត្តភ័ក្តិទាំងនោះធ្វើតាមវិសាខារួចចាក់ទុកបានសុខបានចម្រើនលាន់បានគេថាសាថាវិសាខាក៏ឆ្លាតជួយដឹកនាំសង្គម